ជំរាបសួរពុកម៉ែបងប្អូនមេទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកបង្ហាញពីរបៀបធ្វើឆាសណ្តែកគួរជាមួយនឹងសាច់ជ្រូកបីជាន់ចែកជូនបងប្អូនទស្សនាទាំងអស់គ្នាកុំភ្លេចជួយ like ជួយ share និង subscribe channel របស់នាងខ្ញុំម្នាក់មួយផងណាដើម្បីទទួលបានវីដេអូជាច្រើនបន្តទៀតពីរបៀបធ្វើម្ហូបខ្មែររបស់យើងចំណែកគ្រឿងផ្សំរបស់យើងមានដូចជាសណ្តែកគួរចំនួន3ខាំសាច់ជ្រូក3ជាន់ចំនួន4ខាំតឥឡូវយើងចាប់ផ្ដើមឆាតែម្ដងទៅជាដំបូងនាងខ្ញុំចាក់ប្រេងឆាបន្តិចហើយយើងដាក់ខ្ទឹមសចិញ្ច្រាំចំនួន 4-5 ក្រពើហ្នឹងយើងច្រាំឲ្យម៉ត់មកហើយយើងរំលីងឲ្យវាឡើងឈ្ងុយបន្តិចណាបងប្អូនបន្ទាប់ពីខ្ទឹមសរបស់យើងគឺឡើងឈ្ងុយឡើងកន្លត់បន្តិចហើយយើងដាក់សាច់ជ្រូកចូលហើយយើងរំលីងសាច់ជ្រូករបស់យើងឲ្យរៀងឆ្អិនបន្តិចមកបងប្អូនចាំយើងដាក់គ្រឿងតាមក្រោយហើយសូមជម្រាបថាសាច់ជ្រូករបស់នាងខ្ញុំគឺនាងខ្ញុំហាន់ជាចំណិតតាំងល្មមហើយយើងពាក់កណ្ដាលយើងចិញ្ច្រាំបងប្អូនចិញ្ច្រាំមកល្មមទៅដើម្បីឲ្យពេលដែលយើងឆាផ្សំគ្រឿងទៅគឺវាចូលចិត្តជាមួយនឹងគ្រឿងបានល្អបន្ទាប់មកនេះខ្ញុំដាក់ប៊ីចេងបន្តិចស្ករស2ស្លាបព្រាបាយប្រេងខ្យងបន្តិចទឹកស្រួយបន្តិចទឹកត្រីបន្តិចផងដែរហើយនេះខ្ញុំបន្ថែមម្រេចបន្តិចដើម្បីឲ្យឆារបស់យើងគឺកាន់តែឈ្ងុយហើយយើងត្រឡប់ទៅត្រឡប់មកទៅដើម្បីឲ្យគ្រឿងរបស់យើងចូលសព្វជាមួយនឹងសាច់បានល្អចាបន្ទាប់ពីយើងកូរត្រឡប់សាច់របស់យើងសព្វចូលជាមួយនឹងគ្រឿងហើយឈ្ងុយបានល្អហើយនេះខ្ញុំដាក់ទឹកបន្តិចបងប្អូនដើម្បីរំងាស់សាច់របស់យើងសបកសិនដើម្បីឲ្យសាច់របស់យើងផុយល្មមណាបន្ទាប់ពីសាច់យើងផុយល្មមហើយយើងដាក់បន្លែចូលតែម្ដងសណ្តែកគួរហ្នឹងហើយយើងត្រឡប់ទៅត្រឡប់មកដើម្បីឲ្យចូលសព្វជាមួយនឹងសាច់ជាមួយនឹងបន្លែរបស់យើងបានល្អហើយយើងរំងាស់ចាំសបកសិនទៅបងប្អូនណាតម្រាំតែបន្លែយើងផុយល្មមហើយពេលដែលបន្លែយើងផុយល្មមគឺយើងភ្លក់មើលទៅស្ទើរអីថែមនងទៅណាតាមចំណង់ចំណូលចិត្តបងប្អូនណាហើយសណ្តែកគួរនាងខ្ញុំហាន់ជាប្រឆិតទៅបងប្អូនបើបងប្អូនខ្ជិលហាន់ដូចនាងខ្ញុំបងប្អូនអាចហាន់ជាកង់ហើយបងប្អូនអាចដំវាឲ្យបាយទៅឆាចូលជាតិដូចគ្នាបងប្អូនណាតែនាងខ្ញុំអត់ដំទេនាងខ្ញុំហាន់ប្រឆិតបែបនេះមើលទៅរាងស្អាតគួរឲ្យចង់ញ៉ាំណាបងប្អូនចាឥឡូវម្ហូបរបស់យើងគឺឆ្អិនហើយរសជាតិគឺល្មមឆ្ងាញ់តែម្ដងហើយបន្លែគឺផុយល្មមហើយយើងដួសដាក់ចានរួចជាការស្រេចហើយយើងរោយស្លឹកខ្ទឹមពីលើបន្ថែមវាទៅគឺធ្វើឲ្យម្ហូបរបស់យើងគឺកាន់តែឈ្ងុយថែមមួយកម្រិតទៀតណាហើយយើងហូបជុំគ្រួសារបងប្អូនកូនចៅរបស់យើងអាហារថ្ងៃត្រង់បងប្អូនគឺបានឆ្អិនហើយចាអរគុណបងប្អូនដែលបានតាមដានវីដេអូនេះខ្ញុំកុំភ្លេចជួយ like ជួយ share subscribe ម្នាក់មួយផងណាអរគុណច្រើនបើមានកំហុសខុសឆ្គងត្រង់ណាសូមអធ្យាស្រ័យផងសូមអរគុណសូមជម្រាបលាជួបគ្នាវីដេអូក្រោយបាយបាយ